ធីសាស្ត្រអានសៀវភៅឲ្យចាំជាប់ក្នុងខួរក្បាលបានយូរតើត្រូវអានសៀវភៅបែបណាទើបអាចចងចាំបានយូរជាប់ក្នុងខួរក្បាលពេលអានសៀវភៅចប់មានអារម្មណ៍ថាយល់ច្បាស់ប៉ុន្តែពេលបិទសៀវភៅមិនបានប៉ុន្មានផងបែរជាមិនចាំអ្វីសោះនេះគឺជាបញ្ហាទូទៅមួយដែលអ្នកអាននិងសិស្សានុសិស្សខ្មែរយើងភាគច្រើនតែងតែជួបប្រទះការអានច្រើនដងដដែលឬការគូសវាសចំណាំពណ៌លើអត្ថបទមិនមែនជាដំណោះស្រាយដ៏ល្អបំផុតសម្រាប់ការចងចាំរយៈពេលវែងនោះឡើយថ្ងៃនេះខ្ញុំនឹងបង្ហាញពីគន្លឹះខ្លះៗតាមបែបវិទ្យាសាស្ត្រនិងបច្ចេកទេសរៀនសូត្រថ្មីមួយដែលនឹងផ្លាស់ប្ដូររបៀបនៃការទទួលយកព័ត៌មានរបស់អ្នកដោយជួយឲ្យលោកអ្នកមិនត្រឹមតែយល់ច្បាស់និងថែមទាំងអាចចងចាំជាប់ខួរក្បាលជារៀងរហូតបញ្ហានេះតែងតែកើតឡើងចំពោះមនុស្សភាគច្រើនព្រោះយើងយល់ថាអានញឹកញាប់ចងចាំប៉ុន្តែការពិតការអានសារចុះសារឡើងបែបដដែលមិនបានធ្វើឲ្យចំណេះដឹងជាប់ខួរក្បាលដោយដែលយើងបានយល់នោះទេការស្រាវជ្រាវរបស់ Rowe Dike និង Kapike ក្នុងឆ្នាំ2006បានរកឃើញថាការធ្វើតេស្តសាកល្បងខ្លួនឯងបន្ទាប់ពីអានចប់នឹងជួយឲ្យចងចាំបានល្អជាងការអានត្រួសឡើងវិញរហូតដល់ 50% គេហៅគោលការណ៍នេះថា testing effect ដែលត្រូវបានបញ្ជាក់រួចមកហើយថាកាលណាខួរក្បាលកាន់តែព្យាយាមទាញយកការចងចាំចេញមកខាងក្រៅព័ត៌មាននោះនឹងត្រូវបានផ្លាស់ប្ដូរពីការចងចាំរយៈពេលខ្លីទៅជាការចងចាំរយៈពេលកាន់តែល្អហើយនេះគឺជាប្រភពដើមនៃបច្ចេកទេស active recall ដែលមនុស្សជាច្រើនបានយកទៅប្រើហើយអាចផ្លាស់ប្ដូរវិធីសាស្ត្រនៃការរៀនសូត្ររបស់ពួកគេបានយ៉ាងពិតប្រាកដសាកស្រមៃមើលថាតើអ្នកកំពុងអានសៀវភៅជំនាញរកស៊ីព្រោះចង់ចាប់ផ្ដើមអាជីវកម្មបន្ថែមបន្ទាប់ពីចេញមកធ្វើការវិធីសាស្ត្រដើមដែលយើងធ្លាប់បានធ្វើគឺអានចប់ហើយគូសបន្ទាត់ពីខាងក្រោមប្រយោគសំខាន់អ្នកខ្លះអាចថតរូបទំព័រដែលខ្លួនចូលចិត្តទុកហើយក៏គិតថាចប់សពគ្រប់ប៉ុន្តែប្រសិនបើបច្ចេកទេស Active Recall នេះវិញជំហានទី1អានខ្លឹមសារទាំងអស់ឲ្យចប់ដើម្បីយល់ពីទិដ្ឋភាពរួមជាមុនសិនជំហានទី2បិទសៀវភៅភ្លាមរួចសាកល្បងសរសេរឬនិយាយសង្ខេបចេញដោយខ្លួនឯងដោយមិនចាំបាច់មើលសៀវភៅឡើងវិញជំហានទី3សួរខ្លួនឯងថាតើភាពខុសគ្នារវាងទ្រព្យសកម្មនិងបំណុលជាអ្វីហេតុអ្វីបានជាអ្នកមានទិញទ្រព្យសកម្មមុនតើខ្ញុំអាចយកទៅអនុវត្តក្នុងជីវិតពិតប្រាកដបានយ៉ាងដូចម្តេចជំហានទី4នៅពេលដែលដឹងថាខ្លួនអាចឆ្លើយមិនបានឬមិនចងចាំសូមត្រឡប់ទៅអានចំណុចនោះឡើងវិញម្ដងទៀតវិធីសាស្ត្រនេះហៅថា blotting method ដែលបង្ខំឲ្យខួរក្បាលធ្វើការធ្ងន់ព្យាយាមទាញយកព័ត៌មានចេញពីការចងចាំជំនួសឲ្យការគ្រាន់តែទទួលយកព័ត៌មានដោយអកសកម្មព្រោះថាកាលណាខួរក្បាលកាន់តែប្រឹងប្រែងស្វែងរកចម្លើយវានឹងចងចាំព័ត៌មាននោះកាន់តែច្បាស់និងបានយូរប្រសិនបើអ្នកអាចផ្លាស់ប្ដូរពីការអានសៀវភៅបែបអសកម្មមកប្រើបច្ចេកទេស Active Recall អ្នកនឹងទទួលបានការចងចាំបានយូរនិងយល់ដឹងពីការរកស៊ីកាន់តែស៊ីជម្រៅជាងមុនកាន់តែច្បាស់ចាប់ផ្ដើមពីថ្ងៃនេះគ្រាន់តែបិទសៀវភៅរួចសាកល្បងសង្ខេបជារបៀបរៀបរាប់របស់អ្នកផ្ទាល់អ្នកនឹងដឹងដោយខ្លួនឯងថាលទ្ធផលគឺមានភាពខុសគ្នាកម្រិតណាតាមការសិក្សាសង្កេតមើលរបស់ខ្ញុំអ្នកដែលខ្លាំងខាងការចងចាំនៅក្នុងពិភពលោកពួកគាត់តែងតែប្រើទិកនិក1អានដោយការប្រើការស្រមើស្រមៃបង្កើតរឿងរ៉ាវឬជារូបភាពឲ្យចេញជាសាច់រឿង2អានដោយការដាក់ឈ្មោះសាច់រឿងនោះឲ្យជារបស់ដែលខ្លួនឯងចូលចិត្តឬឈឺចាប់3ចំណុចណាដែលសំខាន់ខ្លាំងត្រូវតែតាំងស្មារតីចិត្តផ្ដោតអានឲ្យខ្លាំងអានចប់ហើយត្រូវបិទសៀវភៅភ្លាមហើយយកក្រដាសទទេស្អាតមកសរសេរសារជាថ្មីសរសេរឲ្យគ្រប់ចំណុចឲ្យបានត្រឹមត្រូវបើមិនត្រឹមត្រូវទេត្រូវត្រឡប់ទៅអានសារជាថ្មីម្ដងទៀតវិធីនេះខ្ញុំតែងតែប្រើជាប្រចាំប្រើបានផលល្អ4អានដើម្បីឲ្យយល់ពេលដែលយើងយល់ហើយយើងនឹងចងចាំបានយូរ5អានរួចហើយនិយាយម្នាក់ឯងនិយាយដាក់មុខកញ្ចក់ឬនិទានរឿងនោះប្រាប់អ្នកដទៃ6
អានរួចយកទៅអនុវត្តភ្លាមព្រោះការអនុវត្តភ្លាមធ្វើឲ្យខួរក្បាលរបស់យើងចងចាំបានយូរតែទោះជាយ៉ាងណាមនុស្សយើងម្នាក់មានតិចនិកវិធីសាស្ត្រខុសៗគ្នាសម្រាប់លោកអ្នកដែលមិនទាន់ដឹងវិធីសាស្ត្រឬមិនសូវចងចាំសាកប្រើវិធីសាស្ត្រខាងលើទាំងនេះសម្រាប់អត្ថបទដ៏ល្អមួយនេះគឺខ្ញុំបានដកស្រង់ចេញពី Facebook page មួយដែលមានឈ្មោះថាសុវត្ថិចឹងប្រសិនបើលោកអ្នកចង់ទៅមើលប្រភពដើមអាចទៅមើលនៅក្នុង Facebook page របស់សុវត្ថិបានបាទសូមអរគុណ